ពិតជាធ្លាប់ញ៉ាំហើយជាមួយនឹងផ្លែល្ហុងទុំដែលមានរសជាតិផ្អែមឆ្ងាញ់និងផ្ដល់អត្ថប្រយោជន៍របស់សុខភាពយើងយ៉ាងច្រើនមកនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកសន្តាប់អំពីអត្ថប្រយោជន៍របស់ល្ហុងខ្ចីម្ដងតើល្ហុងខ្ចីដែលមានពណ៌ខៀវបងប្អូនមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពចង់ដឹងកាន់តែច្បាស់និងលម្អិតរីករាយស្ដាប់ជាមួយនឹងវីដេអូនេះដូចតទៅចំពោះផ្លែល្ហុងខ្ចីមានអត្ថប្រយោជន៍មិនខុសពីផ្លែល្ហុងទុំប៉ុន្មានទេល្ហុងខ្ចីគឺមានអត្ថប្រយោជន៍ជាច្រើនខ្លាំងមែនទែនប្រឆាំងនឹងមេរោគមហារីកផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដែលនឹកស្មានមិនដល់ក្រោយពីមានរសជាតិឆ្ងាញ់និងជាបន្លែដែលមានប្រជាប្រិយនៅក្នុងការធ្វើម្ហូបជាច្រើនមុខផ្លែល្ហុងខ្ចីក៏ផ្ដល់នូវអត្ថប្រយោជន៍ដ៏ពិសេសដល់សុខភាពផងដែរជាពិសេសជួយប្រយុទ្ធប្រឆាំងនឹងមេរោគជាច្រើនប្រភេទនៅក្នុងនោះរាប់បញ្ចូលទាំងកោសិកាមហារីកផងដែរនេះបើយោងទៅតាមគេហទំព័រសុខភាព Health បានបញ្ជាក់ថាពិតជាមានអត្ថប្រយោជន៍ដែលផ្លែល្ហុងខ្ចីបានផ្ដល់ឲ្យដល់សុខភាពរបស់យើងសារធាតុនៅក្នុងផ្លែល្ហុងខៀវឬក៏ល្ហុងខ្ចីបណ្ដាលឲ្យយើងជំនួយកុំឲ្យកើតជំងឺសន្លាក់ឆ្អឹងនិងជំងឺហឺតអំឡុងពេលពោះវៀនធ្វើចលនាសារធាតុដែលបង្កឲ្យមានជំងឺមហារីកនឹងត្រូវកម្ចាត់ចោលដោយសារតែសារធាតុសរសៃរបស់ផ្លែល្ហុងខ្ចីល្ហុងខ្ចីសម្រួលដល់រោគទល់លាមកការដាច់សរសៃឈាមនៅក្នុងពោះវៀននិងជួយព្យាបាលជំងឺរោគរាគដែលយើងតែងតែចំណាំឈឺពោះហួលណែននៅក្នុងខ្លួនល្ហុងខ្ចីជួយដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អប្រសើរហើយការដែលយើងយកសារធាតុដែលចម្រាញ់ចេញពីផ្លែល្ហុងលាយជាមួយនឹងទឹកឃ្មុំនឹងជួយប្រយុទ្ធប្រឆាំងនឹងការបង្ករោគផ្សេងៗទៀតជាពិសេសការដែលយើងបង្កឡើងដោយបាក់តេរីនៅក្នុងខ្លួនហៅថាវីរុសករណីបងប្អូនដែលជាសុភាពនារីគាត់រាំងរដូវឬក៏ជំងឺផ្ដាសាយហើយដោយសារតែមានរបួសផ្សេងៗសារធាតុទឹកដែលចេញពីល្ហុងនឹងជួយកន្ត្រាក់ស្បូនដែលនាំឲ្យអ្នកមានរដូវមកទៀងទាត់ឡើងវិញផ្លែល្ហុងខ្ចីជួយព្យាបាលជំងឺដែលបង្កឡើងដោយជំងឺបញ្ហាហើមរលាកដូចជារោគសន្លាក់ជាដើមផ្លែល្ហុងខ្ចីក៏ជួយព្យាបាលជំងឺគ្រោះថ្នាក់ដូចជាខ្លាញ់នៅក្នុងសរសៃឈាមខ្លាញ់រុំបេះដូងដែលបណ្ដាលឲ្យកើតជំងឺបេះដូងឬក៏ដាច់សរសៃឈាមនៅក្នុងខួរក្បាលនិងជួយធ្វើឲ្យកម្ចាត់សារធាតុកូឡេស្តេរ៉ុលមិនល្អនៅក្នុងឈាមផងដែរផ្លែល្ហុងខ្ចីគឺពិតជាមានសារធាតុពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងសារធាតុពុលនិងប្រឆាំងនឹងសារធាតុកូឡេស្តេរ៉ុលមិនល្អនៅក្នុងខ្លួននិងរាងកាយរបស់ពុកម៉ែបងប្អូនផងដែរនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យដែលយើងនឹកស្មានមិនដល់ក៏ដូចជាយើងអត់ដែលបានដឹងថាផ្លែល្ហុងខ្ចីពិតជាមានអត្ថប្រយោជន៍ដូចនេះទេដូច្នេះបងប្អូនត្រឡប់ទៅផ្ទះវិញឬក៏បងប្អូនអត់ដឹងថាធ្វើមុខម្ហូបអីបងប្អូនអាចយកផ្លែល្ហុងរំងាស់ធ្វើជាស៊ុបដើម្បីបងប្អូនហត់ទៅក្តៅៗធ្វើឲ្យសុខភាពរបស់យើងមានកម្លាំងហើយរឹងមាំជិះឆ្ងាយអំពីបញ្ហាទាំងឡាយទាំងពួងដែលចូលមកយាយីក៏ជាបៀតបៀនរាងកាយរបស់ពុកម៉ែបងប្អូនផងដែរអរគុណបងប្អូន